Bà xôm sự nghiệp chôn tha bê ska cam dương ngày ní ngày tí đọc rầm pí khai mỹ thuật ná cho năm pi pon mà phây pram trong ngày ní cứ đâm bay một trút pí nứt cà than cùng rong phơi sai sập bấy đại bàn chọc chia sự tháp bộ phơi ní cứ sầm đách đại chu lục bàn ba cà than nơi ngày tí bấy khai muối cho năm pi pon mà phây pi hai rồi dạ pê sang sóng về thử chop khai 4 pi pon mà phây buồn pon tài việc thử banปุ่นยีอริยะเป็นมวยชนำจังban chỉ dưỡng chop នៅក្នុងខែ5 2025មូលហេតុដែលវាយឺតមួយឆ្នាំទី1ចំពេលសម្ដេចតេជោលោកបាកាឋានហ្នឹងចំពេលកូវីដអញ្ចឹងកូវីដយើងមានការរអាក់រអួលខ្លះនៅក្នុងការរៀបចំដើម្បីបាកាឋានទី2ស្ថានភាពភូមិសាស្ត្រនិងធាតុអាកាសនៅស្រុកនេះនៅតំបន់នេះអ្នកណាក៏ដឹងដែរនៅក្នុងរដូវវស្សាគឺជួនកាលភ្លៀងជុំមួយអាទិត្យបែកផុកបើកថ្ងៃបាន2 3ថ្ងៃមិនទាន់ទាំងស្ងួតផងជុំមកទៀតបែកផុកទៀតអញ្ចឹងការងារក្នុងរដូវវស្សារយៈពេល6ទៅ7ខែបើសិនជានៅតំបន់ផ្សេងប្រហែលជា6ខែនៅនេះយ៉ាងតិច7ខែបាទធ្វើការយ៉ាងច្រើនបាន2ទៅ3ខែទេចំពោះបញ្ហាបច្ចេកទេសបញ្ហាបច្ចេកទេសគឺវាមានប្រវត្តិអញ្ចេះប្រវត្តិពេលដែលសម្ដេចតេជោលោកមកបើកសម្ពោធបនសមុទ្រណាលោកក៏បានមើលផ្លូវហ្នឹងទៅលោកថាបើជ្រុលជាធ្វើ2ឡែនហើយធ្វើ4បណ្ដោយទៅព្រោះសក្តានុពលសេដ្ឋកិច្ចនៅតំបន់នេះនឹងកើនឡើងសម្បើមយើងក៏បានយកអនុសាសន៍របស់លោកយកទៅពិចារណាគិតគូរជាមួយនឹងទីប្រឹក្សាបច្ចេកទេសដើម្បីគិតគូរថាបើសិនជាបដូរពី2កន្លង2ឡែនឬ2កន្លងហ្នឹងណាទៅជា4កន្លងអស់លុយប៉ុន្មានក៏ចប់ទី1ដែលយើងខ្ចីបានគឺតែ67លាននេះសម្រាប់2កន្លងហ្នឹងប៉ុន្តែដល់យោងតាមអនុសាសន៍របស់សម្ដេចតេជោលោកចង់ពង្រីកទៅជា4កន្លងយើងឲ្យគិតមើលទៅអស់225លានដុល្លារអញ្ចឹងក្រមបច្ចេកទេសរបស់កូរ៉េជាមួយនឹងក្រមការងារក្រសួងសាធារណការបានពិចារណាហើយធ្វើការគូសប្លង់ល្អិតល្អន់ទៅថាអញ្ចឹងយើងពង្រីក4កន្លងតែទីតាំងសំខាន់4កន្លង5ទីតាំងប្រវែង30គីឡូ2គីឡូប្រវែង118គីឡូអញ្ចឹងយើងសម្រួលតាមនឹងហើយយើងក៏បានស្នើបានកម្ចីបន្ថែមពីខាងភាគីកូរ៉េបាន20លានថែមទៀតដូច្នេះថវិកាដែលយើងប្រើប្រាស់នេះគឺ87លានថវិកាកម្ចីពីកូរ៉េទាំងលើកទី1ទាំងលើកទី2យើងបានព្យាយាមពង្រីក2គីឡូនោះឲ្យបាន1ម៉ែត្រសងខាងថែមទៀតដើម្បីជួយសង្គ្រោះអ្នកជិះម៉ូតូអញ្ចឹងពីដើមអញ្ចើមពីអាគីឡូ2គីឡូហ្នឹងទៅវា3ម៉ែត្រកន្លះអញ្ចើមមានតែ1ម៉ែត្រទេឥឡូវផ្លូវយើងអញ្ចើមមាន2ម៉ែត្របាទយើងមាន5ទីតាំងទៀតដែលឃើញផ្លូវបំបែកហ្នឹងអ្នកទាំងអស់គ្នាឃើញមិនក៏ចាក់បេតុងបាទផ្លូវបំបែកហ្នឹងយើងចាក់បេតុង5ទីតាំងដើម្បីពីព្រោះអាហ្នឹងចរាចរណ៍វាច្រើនដល់អញ្ចឹងយើងចាក់បេតុងទៅឲ្យវាមាំព្រោះបេតុងវាអស់លុយច្រើននឹង5ទីតាំងកន្លែងផ្លូវបំបែកហើយយើងមានទីតាំងជាង10កន្លែងទៀតដែលយើងកាត់ចំណោតវាពីដើមចំណោតវាមានរហូតដល់12 degree ឬក៏12%ភាគរយណាឥឡូវយើងកាត់នៅក្រោម8%ទាំងអស់អញ្ចឹងមានន័យថាម៉េចមានន័យថាផ្លូវនេះបើសិនជាឡានធំដឹកធ្ងន់តែកុំដឹកលើសធ្ងន់ដឹកធ្ងន់បានហើយកុំដឹកលើសធ្ងន់បាទគាត់អាចឡើងបានស្រួលក្រោម8%ទាំងអស់ចំណោតណាហើយនៅអាកន្លែងដែលឃើញឡើងចំណោតនោះយើងឃើញមានកន្លងបេតុងមកកន្លងទៀតណាដែលគេយើងចាក់អមហ្នឹងយើងហៅ climbing land អាហ្នឹងជាកន្លងជំនួយសម្រាប់ឲ្យឡានធ្ងន់ហ្នឹងក៏អែបគៀនឡើងកើមទៅហើយឡានតូចហ្នឹងគេវ៉ាទៅហើយកន្លែងដែលយើងកាត់អាកោងហ្នឹងអាហ្នឹងហើយដែលយើងបន្ថយនៅពី150នៅសល់148គីឡូយើងកាត់អាកោងគ្រោះថ្នាក់ខុសបច្ចេកទេសហ្នឹង60ទីតាំងអរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលនៅតាមដងផ្លូវហើយក៏សូមអរគុណដែរថាគាត់បានផ្ដល់កិច្ចសហការបើតិចច្រើនក៏មានល្អូខ្លះដែរតាមពិតវាមិនអត់ទេប៉ុន្តែកាលណាគាត់ល្អូយើងក៏ខំចាត់ការជាក់ស្ដែងបន្ទាន់ជូនគាត់រថយន្តមួយចំនួនដែលវាមកបំផ្លាញផ្លូវរបស់យើងក្រុមគិតតែផលប្រយោជន៍ខ្លួនឯងប្រហែលអ្នកនេះមកបំផ្លាញផ្លូវជាតិតម្លៃរាប់រយលានដុល្លារហើយសង់5-6ឆ្នាំបានហើយអានឹងពមៀនគាត់ឲ្យហើយទី1ក្រុមជញ្ជីងចល័តគឺនៅតែបន្តស្ទាក់ចាប់រហូតទី2យើងនឹងតម្លើងស្ថានីយ៍ជញ្ជីងយើងហើយក្នុងរយៈពេលប្រហែលជា2ខែទៀតហើយក្រៅពីចាប់បានតើយើងធ្វើមិនទៀតមន្ទីរសាធារណការនឹងដឹកជញ្ជូនខេត្តកោះកុងត្រូវសហការជាមួយនឹងស្នងការប៉ូលីសត្រូវសហការមួយអាជ្ញាធរដែនដីចង្វាយស្រុកឡាក់នឹងឡាក់ត្រូវតែបញ្ជូនសារនេះទៅដល់ការដ្ឋានខ្សាច់ការដ្ឋានគ្រោះដែលគាត់ដឹកលើសទម្ងន់ជាប្រចាំនេះប្រាប់ថា
สมรรถภาพนี่ជាสมรรถภาพរបស់ក្រសួងសាធារណការជាសមិទ្ធផលរបស់រដ្ឋាភិបាលជាសមិទ្ធផលរបស់ប្រជាជនទាំងអស់អញ្ចឹងគេក្តៅក្រហាយណាក្តៅក្រហាយជាមួយនឹងពួកអាដឹកលើកធ្ងន់ចាត់វិធានការជាប្រចាំហើយអត់លើកលែងទេឥឡូវនោះរដូវភ្លៀងវាមកពំផ្លាញដឹកធ្ងន់ទៅវាស្រត់ដឹកធ្ងន់ទៅវាប្រេះដឹកធ្ងន់ទៅវាស្រាំដឹកជ្រាបចូលខូចគ្រឹះខូចផ្លូវយើងអស់លេងដូច្នេះកុំមកបំផ្លាញខើគេណាចុងក្រោយម្ដងទៀតពមៀនហើយពមៀនទៀតគឺវិធានការចាត់មិនឈប់ទេ